តោះឡើយយើងចាប់ផ្ដើមបន្តទៀតត្រូវចាប់ផ្ដើមជាមួយលេខ461មកអានប្រយោគរបស់គេសិនមកគេថា TV programs and records usually belong singers very popular អាចទៅមើលជម្រើសសិនមកបាទជម្រើសរបស់គេយើងឃើញថា A make B makes C making ហើយនឹង D is making ដែល make ឡើងហ្នឹងបាននេះមិនដឹងទេធ្វើឲ្យបាទប្រហែលថាធ្វើឲ្យវិធីចំណាំដែល make ប្រហែលធ្វើឲ្យគឺពីក្រោយ make ហ្នឹងមាន object មួយហើយពីក្រោយ object ហ្នឹងគឺជាអីបាទ adjective ឥឡូវយើងឃើញថាជម្រើសរបស់យើងសុទ្ធតែជា form របស់ make ទាំងអស់ចឹងពេលយើងដាក់ make ចូលប្រយោគទៅពីក្រោយវាមានអីគេបាទវាមាន singers ជា object ហើយនឹងវាមាន very popular ជា adjective ចឹង make ប្រែថាធ្វើឲ្យចឹងប្រយោគរបស់យើងគឺចង់និយាយថាកម្មវិធីតាមទូរទស្សន៍ហើយនឹងថាចម្រៀងជាធម្មតាធ្វើឲ្យអ្នកចម្រៀងមានការពេញនិយមឬក៏មានប្រជាប្រិយភាពឥឡូវយើងយក make ធ្វើឲ្យមួយណា A B C D ហ្នឹងម៉េច B A C B A C អស់ណៅមានផ្សេងទៀតទេមាន B មាន A មាន C បើ B A C មានមួយត្រូវហើយបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយ A make តម្រងអីហ្នឹងបាទ make តម្រងដើមថាពហុអីណាក៏បានដែរបាទអាតម្រងដើមគឺរៀបប្រើໄວនៅពេលដែល subject វាពហុវចនៈមកឥឡូវយើងបកស្រាយបន្ថែមទៀតមើលហេតុអីបានជាចម្លើយ A make តម្រងដើមហ្នឹងឬក៏តម្រង infinitive នោះគឺជាតម្រងត្រឹមត្រូវដោយសារតែទី1បាទយើងឃើញ usually យើងអាចទាញសន្និដ្ឋានបានថាវាភាគច្រើនជា present simple ប៉ុន្តែមិនតាន់គ្រប់គ្រាន់ទេពីព្រោះ verb របស់ present simple មានពីរជំរើសយ៉ាងអត់បាទវាមាន verb តម្រង infinitive ដើមបាទហើយនឹង verb s ដែលយើងរើសយកមួយនេះអាស្រ័យទៅលើ subject ឥឡូវ subject មួយវាគឺ plural program ហើយនឹង records សត្វ plural ត្រូវជា plural day យើង verb តម្រងដើម infinitive ត្រូវជាចម្លើយ A ពាក្យមេហ្នឹងបាទអញ្ចឹងពេលដាក់ចូលប្រយោគទៅប្រយោគរបស់យើងគឺ the TV programs and records usually make singers very popular អត្ថន័យយើងបកប្រែពីមុនហើយគឺកម្មវិធីតាមទូរទស្សន៍ហើយនឹងថាចម្រៀងជាធម្មតាធ្វើឲ្យអ្នកចម្រៀងមានប្រជាប្រិយភាពដើម្បី